សួស្តីពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសាជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំបានលើកយកនៅអត្ថបទមួយល្អសម្រាប់ប្តីប្រពន្ធដែលគ្មានកូនពុកម៉ែបងប្អូនដែលរៀបការយូរឆ្នាំហើយគ្មានកូនគួរតែទស្សនាវីដេអូនេះពីដើមដល់ចប់តោះពុកម៉ែបងប្អូនទៅស្ដាប់ទាំងអស់គ្នាតើហេតុអ្វីបានជាអ្នកមិនអាចមានកូនបានអ្នកមានដៃគូទាំងឡាយអាចត្រូវបានចាត់ទុកថាជាឬមិនអាចមានកូនបានប្រសិនបើគ្មានផ្ទៃពោះទោះបីរួមភេទគ្មានការការពារទៀងទាត់យ៉ាងហោចណាស់ក្នុងរយៈពេល1ឆ្នាំវាអាចជាលទ្ធផលពីបញ្ហារបស់អ្នកឬដៃគូរបស់អ្នកឬកត្តារួមផ្សំទាំងពីរនាក់ដែលអាចរារាំងដល់ការមានផ្ទៃពោះ 1. កត្តាធ្វើឲ្យអ្នកមិនអាចមានកូនបានជាទូទៅមូលហេតុចម្បងដែលអាចប៉ះពាល់ដល់ដៃគូធ្វើឲ្យពួកគេមិនអាចមានកូនបានប្រសិនបើបុរសឬស្ត្រីមានបញ្ហាដូចខាងក្រោមចំពោះបុរសភាពមិនប្រក្រតីនៃការផលិតឬបម្រែបម្រួលមុខងារនៃស្ពាម៉ាតូស៊ូអ៊ីតដោយសារសែនឬដោយសារបញ្ហាសុខភាពជំងឺទឹកនោមផ្អែមជំងឺប្រមេះទឹកបាយជំងឺប្រមេះទឹកថ្លាត្រឡតែនឬជំងឺអេដស៍បញ្ហានៃការបញ្ចេញស្ពាម៉ាតូស៊ូអ៊ីតទាក់ទងនឹងការធ្វើដំណើរនៃការរួមភេទដែលអាចមកពីសែនមួយចំនួនបញ្ហាចលនាសម្ព័ន្ធដូចជាការស្ទះឬការរងរបួសលើសរីរាង្គផ្ដាប់បន្តពូជការប្រឈមនឹងកត្តាបរិស្ថានដូចជាថ្នាំសម្លាប់សត្វល្អិតសារធាតុគីមីកាំរស្មីផ្សែងបារីសូរ៉ាការប្រើប្រាស់ថ្នាំផ្សះថ្នាំបន្ថយសម្ពាធឈាមនិងស្តេរ៉ូអ៊ីតនិងការប្រឈមកម្ដៅខ្ពស់ផលប៉ះពាល់ទាក់ទងនឹងជំងឺមហារីកការព្យាបាលជំងឺមហារីកដូចជាការបាញ់កាំរស្មីការប្រើប្រាស់ថ្នាំគីមីចំពោះស្ត្រីភាពមិនប្រក្រតីនៃការបញ្ចេញអូវ៉ុលអាចដោយសារតែបញ្ហាអរម៉ូនដូចជាការកើនឡើងនៅប្រូឡាក់ទីនច្រើនការបញ្ចេញអរម៉ូនប្រូឡាក់ទីនច្រើនពេកឬតិចពេកហាត់ប្រាណហួសកម្រិតរបបអាហារមិនល្អឬមានរបួសភាពមិនប្រក្រតីនៃតួស្បូនមាត់ឬកស្បូនដោយសារបញ្ហាការបើកដូចជាការដុសសាច់កម្រដៃស្បូនត្រូវបានបំផ្លាញឬស្ទះដោយសារតែមានការរលាកបង្កពីជំងឺកាមរូបមួយចំនួនមានការរលាកនៅស្រទាប់ក្នុងស្បូនដែលអាចប៉ះពាល់ដល់ដំណើរការអូវ៉ុលស្បូននិងដៃស្បូនកង្វះអូវ៉ុលឬឆាប់អស់រដូវអាចដោយសារតែមានជំងឺប្រព័ន្ធភាពស៊ាំការពាររាងកាយការព្យាបាលដោយកាំរស្មីឬថ្នាំគីមីឬការជក់បារីមានស្លាកស្នាមនៅលើជាលិកាបន្ទាប់មានការបង្ករោគនៅអាងត្រគាករលាកខ្នែងពោះវៀនឬការវះកាត់ពោះជាដើមមូលហេតុផ្សេងទៀតរួមមានការមានជំងឺមហារីកការព្យាបាលជំងឺមហារីកនិងជំងឺទឹកនោមផ្អែមកត្តាហានិភ័យជារួមទាំងប្រុសនិងស្ត្រីមានដូចជាអាយុច្រើនអាយុលើសពី35ឆ្នាំការប្រើថ្នាំជក់ញៀនស្រាធាត់ហួសស្គមហួសហាត់ប្រាណមិនទៀងទាត់ 2. កាត់បន្ថយហានិភ័យនៃការគ្មានកូនចំពោះដៃគូគួររួមភេទជាទៀងទាត់ក្នុងរយៈពេលនៃការបញ្ចេញអូវ៉ុលជាពិសេស5ថ្ងៃមុនឬក្រោយការបញ្ចេញអូវ៉ុលចំពោះបុរសត្រូវជៀសវាងការប្រើប្រាស់ថ្នាំញៀនឬសារធាតុញៀនជាតិអាល់កុលជៀសវាងការប្រឈមសីតុណ្ហភាពខ្ពស់សារធាតុពុលនៅក្នុងរោងចក្រឬបរិស្ថានប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវនិងធ្វើលំហាត់ប្រាណជាប្រចាំចំពោះស្ត្រីគួរបញ្ឈប់ការជក់បារីជៀសវាងការទទួលទានគ្រឿងស្រវឹងនិងថ្នាំបំបាត់ស្ត្រេសកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីនហាត់ប្រាណឲ្យបានសមស្របនិងជៀសវាងការឡើងទម្ងន់ប្រសិនអ្នកហាក់កំពុងស្ថិតនៅក្នុងស្ថានភាពនេះអ្នកចាំបាច់ត្រូវស្វែងរកការពិភាក្សាជាមួយគ្រូពេទ្យជំនាញដែលនៅជិតអ្នកបំផុតហើយខ្ញុំបាទសូមអភ័យទោសរាល់ពាក្យពេចន៍មិនច្បាស់ឬក៏កំហុសខុសឆ្គងកើតឡើងដោយអចេតនាត្រង់ចំណុចណាមួយជាចុងបញ្ចប់សូមជូនពរពុកម៉ែបងប្អូនឲ្យមានសុខភាពល្អនិងប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយបាទសូមអរគុណ